បងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងខ្ញុំសូមបង្ហាញនៅរូបភាពស្រមោលក្រហមដែលបំផ្លាញទៅលើផ្កាស្វាយហើយនឹងទៅលើស្លឹកស្វាយនេះបងប្អូនឃើញទេឥឡូវនេះស្រមោលក្រហមកំពុងតែវាយលុកស្វាយនេះកាលពីខ្ញុំថតជូនបងប្អូនមុនដំបូងគឺផ្កាល្អណាស់ប៉ុន្តែដោយសារការបាញ់ថែទាំយឺតឥឡូវនេះគឺស្រមោលបានវាលុកបានបំផ្លាញនៅទាំងផ្កាទាំងត្រួយថ្មីរបស់ស្វាយនេះមានខ្យល់អ្នកបងប្អូនមើលឃើញសំក្រហមទេបងប្អូនមកមើលឃើញបងប្អូនមកមើលភ្នែកខ្លះភ្នែកអន់មើលឃើញទុយហ្នឹងបងប្អូនដូច្នេះបងប្អូនអ្នកធ្វើស្វាយបើឃើញមានត្រួយស្វាយឬផ្កាស្វាយប្រភេទនេះគឺបងប្អូនត្រូវចាំថានេះគឺរូបភាពនេះជាប្រភេទផ្កាស្វាយឬក៏ត្រួយស្វាយដែលស្រមោលក្រហមនឹងកំពុងតែបំផ្លាញហើយដូច្នេះគឺបងប្អូនត្រូវមានការប្រុងប្រយ័ត្នទៅលើពពួកសត្វនេះឲ្យមែនទែនបាទសូម្បីតែផ្កាគឺខូចអស់អរគុណចំពោះបងប្អូនដែលបានទស្សនា